សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel បាទមានយូរីកូដែលថ្ងៃនេះមានមកសម្រាប់បន្តជាមួយនឹងខ្សែរឿងបញ្ចាំងរហូតរបស់យើងជាបន្តទៀតដែលផ្ដើមខ្សែរឿង Chapter ទី2នេះមកយើងឃើញថាផ្នែកបកូនស្រីគឺចាប់ផ្ដើមបដូរពណ៌ហើយប្រែទៅជាពណ៌ខៀវនិងមានសន្តានដូចជាពស់យ៉ាងអញ្ចឹងឯស្ថិនឹងវិញនៅពេលដែលគាត់ឃើញបែបហ្នឹងគឺថាគាត់ភ័យខ្លាំងមែនតើហ្មងបន្ទាប់ពីហ្នឹងមកយើងក៏លឺថាស្ថិម្នាក់ហ្នឹងគឺស្រែកយ៉ាងខ្លាំងហ្មងហើយពស់ដែលនៅក្រោយខ្នងបកូនស្រីហ្នឹងក៏បានប្រុសពើដាក់ស្ថិម្នាក់ហ្នឹងដូចគ្នាហើយក៏មានអ្វីមួយយ៉ាងមើលទៅវាដូចជាពស់អញ្ចឹងគឺហោះចូលទៅកាន់ផ្នែករបស់ស្ថិម្នាក់ហ្នឹងហ្មងបន្ទាប់ពីហេតុការណ៍ទាំងអស់ហ្នឹងស្ថិម្នាក់ហ្នឹងក៏ត្រូវបានស្លាប់ហើយសាសរបស់គាត់គឺថាអឲ្យធំហ្មងបន្ទាប់ពីស្ថិម្នាក់ហ្នឹងត្រូវបានស្លាប់បានអញ្ចឹងទៅកូនស្រីក៏ដកដង្ហើមធំមួយលក្ខណៈថាគាត់រៀងធូរទុំទីឬក៏រៀងបាក់ចិនទីដោយសារតែគាត់ត្រូវសម្រាប់មនុស្សអីអញ្ចឹងព្រោះបើមើលទៅតាមទឹកមុខរបស់គាត់ដូចជាមិនសូវសប្បាយចិត្តអីមែននោះទេបន្ទាប់មកគាត់ក៏ព្យាយាមស្វែងរកសារនៅលើខ្លួនស្ថិម្នាក់ហ្នឹងទៅដើម្បីដកខ្នោះដៃរបស់គាត់នៅពេលដែលដកខ្នោះដៃហើយអញ្ចឹងទៅគាត់ក៏ដើរចេញទាំងនិយាយថាកែរបស់គាត់គឺប្រាក់ឈាមអញ្ចឹងទៅបើសិនជាគាត់ចេញទាំងបែបហ្នឹងវាប្រកាសជាធ្វើឲ្យគេគ្រប់គ្នាសង្ស័យមកលើគាត់មិនខាននេះរួចក៏ដើរចេញទៅទាំងបន្តនិយាយថាខ្ញុំត្រូវតែបញ្ញាចាស់ចេញពីទីនេះហើយទាំងជួបអ្នកណែនាំនោះទៅជាផ្លូវតែមួយគត់ដែលខ្ញុំអាចទៅវិញបានបន្ទាប់ពីនឹងមកស្អីរឿងក៏បានកាត់ទៅកាន់ព្រះអង្គម្ចាស់លីសាវិញម្ដងតែពេលហ្នឹងអាវ៉ាត់កំពុងតែសួរព្រះអង្គម្ចាស់ថាហេតុអីក៏ពួកគេនឹងត្រូវប្លន់ជាអញ្ចឹងវាធ្វើមើលតែពួកគេនឹងកំពុងតែធ្វើកិច្ចការដែលមិនត្រឹមត្រូវអញ្ចឹងតែព្រះអង្គម្ចាស់លីសាក៏បានតទៅវិញទៅថានោះគឺជាផ្លូវកាត់ទៅកាន់ផ្លូវលំប៊ីហើយអាវ៉ាត់បន្តទៅលើបែបហ្នឹងហើយគាត់ក៏រៀងផ្ទះផ្អើលបន្តិចដែរហើយគេក៏និយាយតទៅថាតើពួកយើងត្រូវលោតឆ្លងមែនតែនិយាយមិនតន់ផុតមាត់ផងហ្នឹងស្រាប់តែព្រះអង្គម្ចាស់ហ្នឹងគឺលោតទៅយកមកតែធ្វើឲ្យអាវ៉ាត់ហ្នឹងគឺមានជាការស្លន់ជាខ្លាំងហ្មងហើយប៉ុន្តែក៏មកព្រះអង្គម្ចាស់វិញគឺថាលោតទៅទាំងសង្ហាហ្មងហើយនៅពេលឃើញថាព្រះអង្គម្ចាស់លោតដល់កន្លែងហើយអាវ៉ាត់ក៏រៀងធូរធំតិចដែរដែលនិយាយថាមិនអីទេខ្ញុំអាចធ្វើបានទោះវាថាខ្លាចប៉ុន្តែនិយាយលើកទឹកចិត្តខ្លួនឯងអញ្ចឹងណាហើយក៏ពុតពេលខ្លួនបន្តិចទៅដើម្បីរត់ឆ្លងទៅអញ្ចឹងទៅបន្ទាប់ពីពុតពេលខ្លួនបានបន្ទូគាត់ក៏រត់ឆ្លងទៅថែមទាំងនិយាយរៀបរាប់ពីព្រះអង្គម្ចាស់លីសាទៀតផងដែលនិយាយថាស្ថានភាពរាងកាយរបស់ព្រះអង្គម្ចាស់លីសាហ្នឹងគឺថាលើពីអ្នកចម្បាំងដែលវឹកហាត់ដោយម្ចាស់នៅហត្ថធាតុវាត្រូវហើយដែលការវឹកហាត់នៅក្នុងរាជវាំងគឺមានប្រយោជន៍ប៉ុន្តែប្រហែលជារាងកាយរបស់ទ្រង់គឺបែបនេះតាំងពីកើតមកម៉ែខ្ញុំអាចធ្វើជាស័ក្តិសិទ្ធិឲ្យទ្រង់បានព្រោះខ្ញុំនៅជាមួយនឹងទ្រង់តាំងពីទ្រង់នៅក្មេងម៉ែបន្ទាប់មកយើងក៏ឃើញថាព្រះអង្គម្ចាស់លីសាគឺហត់មកដីហើយគាត់ក៏បានងាកទៅមើលអ្វីមួយយ៉ាងដែលពេលនៅដែរអាវ៉ាត់ក៏បានមកដល់ដូចគ្នាបន្ទាប់ពីមកដល់ហ្នឹងអាវ៉ាត់ក៏បាននិយាយប្រាប់ព្រះអង្គម្ចាស់ថាលោកសឹមណាហ្នឹងប្រហែលជានៅផ្ទះបងនៅផ្លូវខាងមុខហើយថែមទាំងទៅអស់ផ្លូវប្រាប់ទៅកាន់ព្រះអង្គម្ចាស់លីសាទៀតផងប៉ុន្តែព្រះអង្គម្ចាស់គឺមានបានខ្វល់អីជាមួយនឹងពាក្យសម្ដីរបស់អាវ៉ាត់ទេគាត់បែរជាកំពុងតែសម្លឹងមើលអ្វីមួយដោយនិយាយថាគាត់កំពុងតែដាក់ដោយឈឹងទៅទេទាំងយុទ្ធជាបែបហ្នឹងមែនដល់ពេលឃើញថាព្រះម្ចាស់អត់ខ្វល់ពីពាក្យសម្ដីរបស់ខ្លួនអញ្ចឹងអាវ៉ាត់ក៏ងាកមើលតាមទៅថាព្រះម្ចាស់កំពុងតែមើលអីគេបន្ទាប់ពីដឹងថាព្រះម្ចាស់កំពុងតែមើលអីហើយអាវ៉ាត់ក៏និយាយទៅថានោះមិនមែនជារឿងដ៏ចម្លែកទេនៅតំបន់នេះបន្ទាប់ពីនិយាយចប់ក៏ឃើញថាព្រះម្ចាស់បានដើរទៅរកកូនស្រីយើងយកមកដែលធ្វើឲ្យអាវ៉ាត់ឃើញហើយរៀងឆ្ងល់ជាមួយនឹងសកម្មភាពរបស់ទ្រង់ដែរព្រោះដឹងថាទ្រង់កំពុងតែចង់ធ្វើអីហើយព្រះម្ចាស់ក៏បានស្រែកហៅទៅកាន់កូនស្រីទៅហើយពីវាដល់គឺថាកូនស្រីគឺអត់ព្រមងាកទេលុះត្រាតែព្រះម្ចាស់នោះមកចាប់ទាញកណ្ដាលរំខ្លួនរបស់គាត់យកមកដឹងនិយាយថាខ្ញុំកំពុងតែហៅឯងតែភ្លាមហ្នឹងកូនស្រីប្រាប់តែងាកមកតែនិយាយថាតើមានអីឲ្យគាត់ជួយអស់លោកម្ចាស់ប៉ុន្តែក្នុងចិត្តវិញគឺថាកំពុងតែភ័យឯដែលគិតថាតើគាត់ត្រូវបានគេចាប់បានហើយមែនតែព្រះម្ចាស់ក៏បានសួរទៅកាន់កូនស្រីវិញទៅថាហេតុអីបានមកដើរនៅទីនេះតែម្នាក់ឯងអញ្ចឹងតែគ្មានសម្ភារៈគ្រប់គ្រាន់តែក្នុងចិត្តក៏គិតឆ្ងល់ថាគេគឺជាមនុស្សពិការភ្នែកហើយកូនស្រីក៏ឆ្លើយទៅវិញទៅតែរត់តែរត់ដល់ថាគាត់គឺសងជាមួយនឹងកន្លែងហ្នឹងឯងព្រះម្ចាស់ក៏សួរទៅថាមិនបាននៅលើខ្លួនរបស់កូនស្រីហ្នឹងមានសាររបួសច្រើនម៉េះតែកូនស្រីដូចជាកំពុងតែចង់គេវៃជាមួយនឹងស្នូមួយហ្នឹងក៏ឆ្លើយទាំងអឺទៅថាគាត់គឺបញ្ញាប់ហើយក៏និយាយសូមអធិស្ឋានពីព្រះម្ចាស់ទៅថាអត់ទោសឲ្យខ្ញុំផងលោកម្ចាស់ឯព្រះម្ចាស់វិញនៅពេលដែលឃើញបែបហ្នឹងហើយក៏គិតថាកូនស្រីផាយជាយល់ច្រឡំទៅលើគាត់ហើយអញ្ចឹងហើយព្រះម្ចាស់ក៏បញ្ញាបោះស្រាយទៅថាគាត់គឺអត់បានព្យាយាមធ្វើបាបកូនស្រីនោះទេទោះព្រះម្ចាស់ព្យាយាមបោះស្រាយយ៉ាងណាក៏ដោយក៏កូនស្រីនៅតែរត់លែងដើម្បីចាក់ចេញអញ្ចឹងហើយអាវ៉ាត់វិញបន្ទាប់ពីឈប់មើលនៅតែពីអមស្ទូនហ្នឹងក៏ចាប់ផ្ដើមគិតក្នុងចិត្តថានេះគឺជាអីដែលគាត់បានគិតរួចក៏ស្រែកហៅព្រះម្ចាស់លីសាតែម្ដងដោយស្រែកថាព្រះម្ចាស់លីសាពេលវេលារបស់ស្រីព្រះសាគឺមានតម្លៃណាស់ប្រហែលជាគាត់ជាមនុស្សរបស់បុរសណាម្នាក់ក៏ថាបានឯកូនស្រីបន្ទាប់ពីដឹងថាបុរសដែលនៅចំពោះមុខហ្នឹងគឺជាព្រះម្ចាស់លីសាគាត់មើលទៅដូចជាភ្ញាក់ផ្អើលបន្តិចដែរហើយក៏គិតក្នុងចិត្តទៅថានេះគឺជាព្រះម្ចាស់លីសាមែនហើយអាវ៉ាត់ក៏បន្តនិយាយទៅថាគាត់នឹងត្រូវបានដាក់ទោសដោយម៉ាយារបស់គាត់បើសិនជាគាត់ទៅវិញយឺតស្រីបនត្រូវបានចាត់ទុកជាការបន្សិបតខ្លួនដូច្នេះហើយតាមពិតកន្លែងនេះគឺគេនិយាយថាសេបេសាប៉ុន្តែមានអារម្មណ៍ថាស្ដាប់ថាសេបេសាទៅវាបាក់ស្ដាប់ពេកចឹងទៅមានគាត់ថាសេបនវិញទៅយ៉ាងណាក៏ពីរនឹងមានន័យដូចគ្នាដែរហ
ហើយព្រះអង្គចាស់លីសាវិញនៅពេលលើបែបហ្នឹងគាត់ក៏ហ៊ានយល់ដែរថាអ្វីគឺចង់និយាយពីអីចឹងហើយគាត់ក៏បានដល់កសែងមកករបស់គាត់ហ្នឹងទៅបង្កឲ្យកូនស្រីទៅបន្ទាប់ពីយកកសែងមកកឲ្យកូនស្រីហើយកូនប្រុសក៏បានឲ្យកូនស្រីហ្នឹងប្រាប់គាត់មកថាកូនស្រីហ្នឹងចង់ចាកចេញពីជីវិតបែបហ្នឹងអត់ហើយទ្រង់ក៏បានបន្តនិយាយទៀតថាគាត់នឹងធ្វើឲ្យរឿងទាំងអស់នោះកើតឡើងបើសិនបើនោះគឺជាអ្វីដែលកូនស្រីចង់បានតែកូនស្រីវិញគឺថាបានត្រឹមតែឆ្ងល់ហើយក៏រៀងរំភើបក្នុងចិត្តតិចដែរហើយព្រះអង្គចាស់ក៏បាននិយាយបន្តទៀតទៅថាខ្ញុំនឹងទិញលោកពីម្ចាស់របស់លោកហើយនឹងផ្ដល់ឲ្យលោកដោយឥតគិតថ្លៃតែអ្វីវិញនៅពេលលើបែបហ្នឹងហើយគឺគាត់មានជាការស្លមកថាព្រះម្ចាស់ហើយកូនស្រីវិញគឺថាឆ្លៃអត់ចេញទេបានធ្វើតែរត់រត់នឹងឯងដែលនិយាយប្រាប់តែរត់រត់ទៅកាន់ព្រះម្ចាស់វិញទៅថាគាត់មានគ្រួសារដែលរងចាំគាត់ទៀតហើយព្រះម្ចាស់នៅពេលលើបែបហ្នឹងហើយគាត់ក៏សួរប្រជាទៅថាអញ្ចឹងរឿងអញ្ចឹងតែឯងរស់នៅណាទេគឺថាព្រះម្ចាស់នេះគឺថាចម្រៀងកូនស្រីខ្ញុំមកដូចអ៊ីអ្នកចិត្តខាងអញ្ចឹងតែសួរកូនស្រីមិនតបានតែឆ្លើយផងហ្នឹងស្អាតទៅសម្លេងផ្ទុះមកតែម្ដងដែលការផ្ទុះនេះហើយធ្វើឲ្យការសន្ទនាបនតែពេលហ្នឹងគឺត្រូវបានកាត់ផ្ដាច់ហ្មងហើយអ្វីក៏និយាយឡើងទៅថានោះគឺជាសញ្ញារបស់អ្នកយាមគាត់នឹងទៅពិនិត្យមើលថាមានរឿងអីកើតឡើងតែនៅពេលដែលអាវ៉ារៀបចំចេញទៅនឹងសេតតែមានបរំណែរត់មកតែម្ដងដោយសារខ្លាំងថានៅទីនោះមានសសរមានមនុស្សត្រូវបានគេសម្លាប់ហើយបន្ទាប់ពីលឿនចឹងហើយអាវ៉ាក៏និយាយប្រាប់ទៅកាន់ព្រះម្ចាស់ទៅថាព្រះម្ចាស់គួរតែទៅហើយកូនស្រីក៏និយាយប្រាប់ទៅកាន់ព្រះម្ចាស់ដែរទៅថាលោកម្ចាស់ទៅខ្ញុំនៅទីនេះហើយរួមទាំងដងកសែមង្គលដែលព្រះម្ចាស់បានពាក់ឲ្យនឹងយកទៅឲ្យព្រះម្ចាស់វិញទៀតផងតែនៅពេលដែលកូនស្រីកំពុងតែរៀបចំចេញនឹងព្រះម្ចាស់ក៏បានឲ្យកូនស្រីនឹងឈប់សិនតែគាត់បានសួរកូនស្រីថាតើគាត់អាចសួរកូនស្រីប្រមាណសំណួរទៀតបានអត់តែកូនស្រីមិនបានឈប់ទេគឺគាត់រត់ទៅបាត់យកមកតែទាំងអស់នេះហើយធ្វើឲ្យព្រះម្ចាស់គឺមានចការឆ្ងល់ជាមួយនឹងទង្វើរបស់កូនស្រីជាខ្លាំងហ្មងហើយអ្វីនៅពេលតែឃើញបែបហ្នឹងគាត់ក៏និយាយទៅថាគាត់រត់លឿនណាស់មើលទៅគាត់ដូចជាកំពុងតែមានរបួសទៀតផងហើយព្រះម្ចាស់ក៏យល់ស្របជាមួយនឹងការនិយាយរបស់អាវ៉ាដូចគ្នាបន្ទាប់មកទ្រង់ក៏បានលើកដៃរបស់គាត់នឹងយកមកមើលតែឃើញថាដៃរបស់គាត់នឹងក៏ប្រឡាក់សុទ្ធតែឈាមយកមកបន្ទាប់ពីបញ្ចប់ហាត់ការទាំងអស់ហ្នឹងហើយព្រះម្ចាស់ក៏បាននិយាយទៅកាន់អាវ៉ាទៅថាតទៅយើងត្រូវតែរកស្ថិរអ្នកនឹងឲ្យឃើញមុនពេលដែលគាត់ទៅធ្វើបានអ្នកណាគេម្នាក់ទៀតបន្ទាប់មកស្រីរឿងក៏បានកាន់នៅកន្លែងកូនស្រីវិញដែលគាត់បានរត់មកឆ្ងាយហើយក៏ដល់កន្លែងមួយគាត់ក៏បានឈប់សម្រាប់មួយផ្លែតដល់ពេលដែលគាត់កំពុងតែឈប់សម្រាប់ទាំងដែរហ្នឹងក៏គាត់នឹងចិត្តថាខ្ញុំត្រូវតែរត់លឿនបើគេឃើញសាសរំនោះគេប្រកាសតាមចាប់ខ្ញុំមិនខានទេបន្ទាប់ពីគិតអញ្ចឹងហើយគាត់ក៏បានដាក់ខ្លួនគាត់តែគិតដល់ព្រះម្ចាស់លីសាដែលគិតថានោះគឺជាព្រះម្ចាស់លីសាពិតមែនហើយតែព្រាមនឹងដែរសេតែមានសម្លេងអីមួយលោតឡើងតែម្ដងថាឲ្យសម្រាប់ព្រះអង្គចាស់លីសាទៅហើយសម្លេងហ្នឹងនៅតែបន្តនិយាយទៀតទៅថាឯងត្រូវទៅសម្រាប់ព្រះអង្គចាស់លីសាដើម្បីបញ្ចប់សង្គ្រាមមួយហ្នឹងតែជាមួយទៀតក៏គិតដល់ពីសម្លេងរបស់ព្រះអង្គចាស់លីសាដែលចង់ជួយខ្លួនឲ្យចេញពីជីវិតដ៏សែនអាក្រក់មួយហ្នឹងបន្ទាប់ពីគិតដល់រឿងទាំងអស់ហ្នឹងហើយគឺថាធ្វើឲ្យកូនស្រីហ្នឹងគឺថាពិបាកចិត្តហ្មងប៉ុន្តែក៏មានសម្លេងមួយហ្នឹងលោតឡើងទៀតឲ្យថាឯងត្រូវតែសម្រាប់ព្រះអង្គចាស់លីសាទោះបីជាឯងហ្នឹងត្រូវលះបង់តម្លៃអីក៏ដោយបន្ទាប់មកស្រីរឿងក៏បានកាត់ទៅកាន់28ឆ្នាំមុននៅនគរហេមណាតដែលវាជាថ្ងៃដែលព្រះអង្គចាស់ទី3ធ្វើបានប្រសូតបន្ទាប់មកយាយមកក៏បានអបអរទៅកាន់ព្រះរាជនីទៅដែលទ្រង់ប្រសូតបានព្រះរាជបុត្រម្នាក់ហើយព្រះរាជនីនឹងភេលីឯទៀតគឺមានចការសប្បាយចិត្តខ្លាំងមែនទែនដែលទ្រង់បានប្រសូតបានព្រះរាជបុត្រម្នាក់ដែលស្រស់ស្អាតបែបហ្នឹងពេលហ្នឹងព្រះរាជនីក៏ចង់កាន់បុត្ររបស់ទ្រង់ដូចគ្នានៅពេលព្រះរាជបុត្របានដល់ដៃព្រះរាជនីហើយទ្រង់ក៏បានបើកភ្នែកហើយធ្វើឲ្យអ្នកទាំងអស់គ្នាគឺសប្បាយចិត្តខ្លាំងមែនទែនដោយនិយាយថាទ្រង់គឺបើកភ្នែកហើយព្រះរាជនីក៏បាននិយាយទៅកាន់បុត្ររបស់ទ្រង់ទៅថាសួស្ដីកូនប្រុសម៉ែគឺជាម៉ែរបស់កូនណាតែនៅពេលហ្នឹងដែរព្រះម្ចាស់ក៏កំពុងតែរត់មកដូចគ្នាតែទ្រង់គឺរត់មកតែសប្បាយចិត្តហ្មងដែលនិយាយថាកូនប្រុសរបស់ខ្ញុំបានកើតហើយតែការសប្បាយចិត្តរបស់ទ្រង់ហ្នឹងគឺបានយូរទេនៅពេលដែលទ្រង់ចូលមកដល់បន្ទប់ហ្នឹងភ្លាមគឺឃើញថាអ្នកបម្រើឬក៏ព្រះមហេសីនៅក្នុងបន្ទប់ហ្នឹងគឺថាស្លាប់អស់ហ្មងបន្ទាប់មកក៏មានពីជាមរាមជាច្រើនបាននិយាយពីព្រះបុត្រាដែលពីជាមរាមបាននិយាយថាទ្រង់បានសម្លាប់បិតារបស់ទ្រង់ហើយបានខ្លាចជាគិតកោនៅពេលដែលទ្រង់កាត់មកទ្រង់បានកាត់មកជាមួយនឹងបណ្ដាសាមាស៊ីលិកដែលមានន័យថាអ្នកក៏ได้ឲ្យទៅបានមើលភ្នែករបស់ទ្រង់ប្រកាសជាត្រូវស្លាប់ភ្លាមមិនខានទេក្នុងមួយជីវិតរបស់ទ្រង់ត្រូវប្រាកណាត់បាំងភ្នែកអស់មួយជីវិតហើយយើងក៏ឃើញថាព្រះបុត្រាម្នាក់នឹងគឺជាកូនស្រីរបស់យើងនឹងឯងហើយស្រីរឿងក៏បានបន្តប្រាប់ទៀតទៅថាប៉ុន្តែព្រះបុត្រាគឺមានប្រយោជន៍ក្នុងរឿងមួយគឺទ្រង់អាចសម្លាប់អតីតជនស្ថិតមកពីប្រទេសសត្រូវក្នុងកំឡុងពេលដែលសង្គ្រាមបានបន្តអស់រយៈពេល7ឆ្នាំកន្លងមកបន្ទាប់មកស្រីរឿងក៏បានកាត់មកពេលបច្ចុប្បន្នវិញដែលកូនស្រីកំពុងតែត្រឡប់ទៅផ្ទះវិញដែលនិយាយថាខ្ញុំត្រូវតែប្រយ័ត្នត្រឡប់ទៅផ្ទះវិញឲ្យបានលឿនដែលគាត់រៀងស្ទើរដែលនិយាយពីថាផ្ទះហើយស្រីរឿងក៏បានកាត់មកដល់រាជវាំងហេមណានៅវិញបន្ទាប់មកយើងក៏ឃើញថាមានបរិយាកំពុងតែដើរក្នុងទីងឹតមួយដែលវាគឺជាគោក្រំដីនឹងឯងហើយយើងក៏បានឃើញថាកូនស្រីគឺត្រូវបានឃុំខ្លួននៅក្នុងគោក្រំដីនឹងតែម្ដងរួមទាំងត្រូវបានគេចាស់ច្បាប់ផងដែរហើយយើងក៏លើបរិយានឹងសួរទៅកាន់កូនស្រីថារ៉ាដានតើឯងមានម៉ែបិទនៃបងឯងអត់អញ្ចឹងមានន័យថាកូនស្រីរបស់យើងគឺឈ្មោះរ៉ាដាននឹងឯងប៉ុន្តែមានអាចចង់ហៅរ៉ាដានអីវិញឆ្ងាយទេគឺថាអត់មាននឹងហៅគាត់ថាកូនស្រីទៅដែរហើយកូនស្រីក៏បានឆ្លើយតបវិញទៅថាបាទព្រះរាជបុត្រចឹងមានន័យថាបរិយាម្នាក់នឹងក៏ជាព្រះរាជបុត្រម្នាក់ដែរចំណែកឯព្រះរាជបុត្រនឹងនៅពេលដែលឮថាកូនស្រីប្រាប់ចឹងហើយគឺគាត់អត់បានជឿទេគាត់បានសួរកូនស្រីថាតើឯងហ៊ានច្បាស់ចំពោះមុខព្រះអត់ហើយកូនស្រីក៏បានប្រាប់ទៅថាគាត់ហ៊ានតោះតែឮថាកូនស្រីនិយាយចឹងទៅព្រះម្ចាស់ម្នាក់នឹងហ៊ានបើកទ្វារចូលមកតែធ្វើឲ្យយើងបានឃើញថាព្រះម្ចាស់ម្នាក់នឹងគឺទ្រង់ពិការជើងម្ខាងដែលជើងម្ខាងរបស់ទ្រង់នឹងគឺថាដាក់ដៃដើរនោះទេ
ដែលយើងគឺអាចដឹងទេថាហេតុអីបានជឿរបស់ទ្រង់គឺខ្លាយទៅជាបែបហ្នឹងបឋមមកស្រីរឿងក៏បានប្រាប់ថាទ្រង់គឺជាព្រះបតាទី2នៃនគរហេមណាតដែលមានឈ្មោះថារណាឌីបឋមមកទ្រង់ក៏បាននិយាយទៅកាន់កូនស្រីទៅថាយើងបានឮថាបុរសអភិជនម្នាក់ត្រូវបានស្លាប់ធ្វើការងារបានល្អហើយកូនស្រីក៏តបវិញទៅថាប្រកាន់ណាព្រះម្ចាស់ប៉ុន្តែពេលហ្នឹងព្រះម្ចាស់ម្នាក់ហ្នឹងសេពសួរឡើងហ្មងថាហេតុអីបានកូនស្រីហ្នឹងអត់សម្រាប់លីសាអញ្ចឹងហើយកូនស្រីនៅពេលដែលឮបែបហ្នឹងហើយគឺថាគាត់ឡើងភ័យហ្មងហើយព្រះម្ចាស់ម្នាក់ហ្នឹងក៏បានបន្តនិយាយទីទៅថាទ្រង់បានឮថាលីសាក៏បានស្វែងរកស្ថេម្នាក់ហ្នឹងដែរពួកគេបានចាក់ចេញពីជំរំទ័ពដែលគ្មានការអនុញ្ញាតហើយក៏ចាប់ផ្ដើមសួរកូនស្រីទីទៅថារ៉ាដានតែប្រកាសទេថាឯងបានជួបលីសានោះហើយក៏ពោលតែសំណួរប្រហែលម៉ាត់ហ្នឹងឲ្យតែធ្វើឲ្យកូនស្រីហ្នឹងគឺកាន់តែភ័យលើដើមហ្មងហើយកូនស្រីក៏បានកាត់ក្នុងចិត្តទៅដោយសម័យរូបភាពនៅពេលនោះផងដែរដែលគាត់បាននិយាយថាពេលហ្នឹងគាត់ពិតជាបានរត់បោកជាមួយនឹងព្រះអង្គចាស់លីសាពិតមែនប៉ុន្តែទ្រង់មានអង្គរៈនៅជាមួយអញ្ចឹងហើយបើសិនមកខ្ញុំព្យាយាមសម្រាប់ទ្រង់នៅពេលនោះខ្ញុំបាជាត្រូវបានគេសម្រាប់ដូចគ្នាពេលគាត់ហើយគាត់និយាយប្រាប់ទៅកាន់ព្រះអង្គចាស់ទៅថាដោយសារតែពេលហ្នឹងភ្នែករបស់គាត់បិទបាំងអញ្ចឹងហើយគាត់ដឹងថាធ្វើបែបណាទេនៅថាតែមានណាគេម្នាក់ប្រាប់គាត់គ្រាន់តែស្ដាប់កូនស្រីនិយាយហើយភ្នែកវាគិតថាព្រះអង្គចាស់ហ្នឹងគឺគាត់ខឹងខ្លាំងមែនតើគាត់រហនឹងវាយកូនស្រីទៀតផងអីនិយាយថាចាំជាឈ្គូតមែនខ្ញុំមិននឹកស្មានថាឯងបបងចោលឱកាសដ៏ល្អបែបនេះសោះបន្ទាប់មកទ្រង់ក៏សម្រួលអារម្មណ៍របស់ទ្រង់ត្រឡប់មកវិញដែលនិយាយថាខ្ញុំមិនអាចតាមទ្រាំជាមួយនឹងសង្គ្រាមនេះបានទៀតទេពួកយើងគឺមានដែនកំណត់សម្ព័ន្ធនឹងចំនួនការគប់គង់ហើយសូម្បីតែបិតាហើយក៏ងាកមកស្ដីឲ្យកូនស្រីវិញដែលនិយាយថាឯងគាត់តែជាប់នៅទីនេះញ៉ាំអ្វីដែលគេផ្ដល់ឲ្យឯងមិននឹងអាចយកពីពិភពនៅខាងក្រៅទៅហើយកូនស្រីគឺគាត់បានតទៅភ័យខ្លាចទេក៏គាត់អាចធ្វើសកម្មភាពឬក៏និយាយអីបានទាំងអស់បន្ទាប់មកព្រះម្ចាស់ម្នាក់ហ្នឹងក៏បានបន្តនិយាយទីទៅថារ៉ាដានខ្ញុំដឹងតែឯងកំពុងតែភ័យខ្លាចខ្ញុំក៏ដឹងដែរថាឯងអាចនឹងគ្មានសុវត្ថិភាពអាចនឹងគ្មានឱកាសត្រឡប់មកផ្ទះតែខ្ញុំសូមវល់នេះគឺជាអ្វីដែលអាចធ្វើបានប្រសិនបើឯងអាចសម្រាប់ព្រះម្ចាស់លីសាបានពួកយើងនឹងទទួលស្គាល់ឯងថាជាព្រះបត្រាទី3នៃនគរហេមេណាតហើយនៅពេលដែលព្រះម្ចាស់ម្នាក់ហ្នឹងទ្រង់និយាយបែបហ្នឹងធ្វើឲ្យកូនស្រីនឹងគឺថារំភើបខ្លាំងមែនតើនៅពេលដែលឃើញកូនស្រីបែបហ្នឹងព្រះម្ចាស់ម្នាក់ហ្នឹងក៏គិតក្នុងចិត្តទៅថាបើយើងសម្រាប់គេបានអ្វីៗនឹងបញ្ចប់ហើយគាត់និយាយទៅកាន់កូនស្រីថាតើឯងយល់ព្រះនឹងជួយយើងមែនទេអត់ទេគឺថាអត់មានជាការស្អកក៏ Oh my god ហើយព្រះម្ចាស់ក៏បន្តគិតក្នុងចិត្តថាសង្គ្រាមមិនត្រូវបានបញ្ចប់ហើយឯងក៏ត្រូវបានបញ្ចប់ដូចគ្នានិយាយរួមទៅគឺថាចង់សម្រាប់កូនស្រីដោយប្រយោលអញ្ចឹងណាព្រោះអីគឺថាបើសិនកូនស្រីទៅសម្រាប់ព្រះម្ចាស់លីសាច្បាស់កូនស្រីប្រកាសជាត្រូវស្លាប់ដែរហើយគឺថាព្រះម្ចាស់ម្នាក់ហ្នឹងគឺអាក្រក់ហ្មងណាចង់សម្រាប់សូម្បីតែប្អូនខ្លួនឯងបន្ទាប់មកស្រីរឿងក៏បានកាត់មកជំរុំតអ៊ីវេឌីនវិញដែលយើងបានឃើញថាព្រះម្ចាស់ជាមួយនឹងអង្គរៈគាត់ផ្សេងទៀតហ្នឹងកំពុងតែបណ្ដិតសារសររបស់ស្ថិម្នាក់ហ្នឹងហើយអង្គរៈប្រុសរបស់គាត់ហ្នឹងក៏បាននិយាយថាបេរតជនគឺជាឃាតករសម្ងាត់ដែលផ្អែកលើវិធីសាស្ត្រធ្វើឃាតគ្មានមិនសល់តម្រុយអ្វីទេបន្ទាប់មកអង្គរៈម្នាក់ទៀតក៏បាននិយាយឡើងដែលគាត់មានឈ្មោះថាសៃគ្រីជាអង្គរៈប្រុសរបស់រាជវាំងដែលគាត់បាននិយាយថាឃាតករច្បាស់ជាខ្លាចម្ដងខ្លួនធ្វើជាស្រីប្រឆាយដូច្នេះគ្មានអ្នកណាចាប់អារម្មណ៍ចង់សើនឹងគាត់ទេហើយអង្គរៈប្រុសហ្នឹងវិញក៏ក្បាលមកដឹងនិយាយថាចង្រៃយកគាត់ជោគជ័យលើពួកយើងម្ដងទៀតហើយបែបថាអត្តពេលឃាតករនឹងចេញសម្រាប់នៅគឺថាគាត់ចាប់បានហ្មងហើយក៏និយាយបន្តទាំងក្បាលទៅថាគាត់បានស្ងប់ស្ងាត់មួយរយៈអីហើយអង្គរៈម្នាក់ហ្នឹងក៏មានឈ្មោះថាខារ៉ុំសៃយ៉ាជាអង្គរៈបរិសុទ្ធរបស់រាជវាំងតែពេលហ្នឹងអាវ៉ាត់ក៏បាននិយាយឡើងថាឃាតករសម្ងាត់ប៉ុន្តែឆ្នាំហើយដែលពួកយើងគឺអាចចាប់គេបានទេហើយអាវ៉ាត់មានឈ្មោះពេញថាអាវ៉ាត់រេរ៉ៃដែលគាត់គឺជាអង្គរៈបរិសុទ្ធរបស់រាជវាំងដូចគ្នាហើយខារ៉ុំក៏បាននិយាយឡើងថាយើងមិនអាចដឹងពីពេលវេលាធ្វើសកម្មភាពរបស់គាត់បានទៀតទេប្រសិនបើជាធានស៊ីឈ្មោះទាំង500របស់បណ្ដាស្ថិទាំងនោះបានចូលរួមជាមួយនឹងយើងអាចពង្រីកព្រំដែននៅភាគខាងលិចហើយហួសដល់ទឹកដីជនជាតិមាវបាននោះទៅតែជាមូលហេតុដែលគេធ្វើឃាតស្ថិទាំងនោះក៏ចង់មានន័យថាឃាតករហ្នឹងគឺត្រូវធ្វើឃាតស្ថិទាំងអស់ហ្នឹងដើម្បីកុំឲ្យកងទ័ពរបស់ស្ថិទាំងអស់ហ្នឹងគឺចូលរួមជាមួយនឹងព្រះម្ចាស់អញ្ចឹងទៅនៅពេលដែលស្ដាប់ការនិយាយរ៉ែរ៉ារបស់ខារ៉ុំហើយគេជួយក៏បានយល់ស្របជាមួយនឹងការនិយាយមួយហ្នឹងដែរបន្ទាប់មកក៏ងាកមកសួរព្រះរាជបុត្រវិញម្ដងថាគួរធ្វើអីបន្តតែយើងគួរតែបិទសង្កេតភ្លើងកំហល់ដើម្បីឆាយឆេរអត់តែព្រះម្ចាស់ក៏បាននិយាយទៅថាមិនបាច់ទេវាយឺតពេលហើយគេមិនត្រូវបានដាក់ឈ្មោះជាឃាតករសម្ងាត់ទេបើមិនជាគេល្ងងហើយទ្រង់ក៏បានបន្តនិយាយទៅថាវាមិនទាន់បានមួយសប្តាហ៍ទេដែលពួកស្ថិទាំងនោះចូលរួមជាមួយនឹងពួកយើងប៉ុន្តែឃាតករសម្ងាត់បានដឹងថាគាត់នឹងទៅលេងសង្កេតភ្លើងកំហល់ក្នុងក្រុងមាវនៅថ្ងៃនេះសូម្បីតែពួកយើងក៏មិនបានដឹងមុនដែរបន្ទាប់ពីស្ដាប់ព្រះម្ចាស់និយាយហើយគេជួយក៏បានទូលព្រះម្ចាស់ទៅថាទ្រង់ចង់មានន័យថាហេតុអីបានឃាតករទាំងអស់នោះទទួលព័ត៌មានបានលឿនយ៉ាងនេះមែនទេហើយក៏និយាយបន្តទៀតថាប្រហែលជាក្នុងជំរំរបស់យើងមានជនមកកប់ម្ខានទេឬមួយក៏គេមានបណ្ដាញនៅក្នុងសង្កាត់ព្រឹងក្រហមយ៉ាងណាក៏ដោយគាត់រត់មិនបានថ្ងៃទេពេលនោះដែរព្រះម្ចាស់ក៏បានញញឹមឡើងហើយនិយាយថាពួកយើងលេងល្បែងមួយទៅពួកយើងនឹងចាំមើលថាតើគេចំណាយពេលប៉ុន្មានក្នុងការស្វែងរកព្រះម្ចាស់លីសាកនៅពេលដែលទ្រង់ទៅលេងនៅសង្កាត់ព្រឹងក្រហមតែម្នាក់ឯងបន្ទាប់មកសាច់រឿងរបស់យើងនៅ chapter ទី2និង chapter ទី3ក៏ត្រូវបានបញ្ចប់ត្រឹមនឹងដូចគ្នាអរគុណអ្នកនរគ្នាដែលមើលវីដេអូរបស់mìnhដល់ចប់ប៉ុន្តែរូបភាពមួយស្លេកហ្នឹងរៀងភ្លាវទៀតអ្នកនរគ្នាដោយសារតែវាបាត់រូបក៏តែក៏រីករាយឆ្នាំថ្មីគាត់បាយអ្នកនរគ្នា